បាទសូមស្វាគមន៍នឹងជំរាបសួរបាទលោកស្រីប្រិមត្តអ្នកនាងកញ្ញាបងប្អូនប្រជាកសិករបាទគឺថាយើងតែងតែបានជួបគ្នាបាទតាមរយៈកម្មវិធីកសិកម្មធម្មជាតិហើយជាកិត្តិយសនោះបាទលោកប្រធានចៅពេញណាំបាទលោកជាប្រធានក៏ដូចជាស្ថាបនិកហើយក៏ជាគ្រូបណ្ដុះបណ្ដាលផ្ទាល់បាទគឺខាងកសិកម្មបាទជាប្រធានអង្គការបាទអភិវឌ្ឍកសិកម្មធម្មជាតិកម្ពុជាហើយរាល់ដងបាទកន្លងមកនេះកម្មវិធីរបស់យើងតែងតែចុះទៅថតសកម្មភាពរបស់បងប្អូនកសិករយើងជាពិសេសគឺអ្នកជោគជ័យហើយថតអំពីសកម្មភាពនៃការបង្រៀនបាទពីព្រោះបាទអង្គការអភិវឌ្ឍកសិកម្មធម្មជាតិកម្ពុជាគឺថាមានបើកបង្រៀនគ្រប់ផ្នែកគ្រប់ជំនាញបាទខាងវិស័យកសិកម្មហើយនៅក្នុងថ្ងៃនេះដែលយើងចូលមកដល់ក្នុងបន្ទប់ផ្សាយស្ទូឌីយោផ្ទាល់ហើយជួបជាមួយនឹងលោកប្រធានមិនដឹងថាតើលោកប្រធានលោកមានអ្វីសម្រាប់ផ្ដល់ជូនជាបទពិសោធន៍ជាមេរៀនសម្រាប់បងប្អូននិងទស្សនិកជនយើងនៅពេលនេះអញ្ចឹងសូមបងប្អូនជួបតែម្ដងបាទសូមជម្រាបសួរបាទលោកប្រធានបាទអរគុណណាស់បាទសុខសប្បាយធម្មតាទេបាទសុខទុក្ខធម្មតាទេបាទអរគុណឃើញថាមួយរយៈកន្លងមកបាទគឺលោកប្រធានលោករវល់ណាស់មិនថានៅបង្រៀននៅក្នុងភ្នំពេញហើយជាពិសេសគឺចុះទៅតាមបណ្ដាខេត្តអញ្ចឹងជាដំបូងនេះបាទដែលកម្មវិធីរបស់យើងបាទចូលមកដល់ studio តែម្ដងបាទគឺនៅក្នុងអង្គការអភិវឌ្ឍកសិកម្មធម្មជាតិកម្ពុជាបាទលោកមានអ្វីជាការចាប់ផ្ដើមសូមជម្រាបបាទហើយមុននឹងចូលប្រធានបទថ្ងៃនេះយើងលើកយករបៀបបច្ចេកទេសនៃការដាំដុះស្ពៃបាទអញ្ចឹងមុននឹងចូលប្រធានបទថ្ងៃនេះបាទខ្ញុំបាទនឹងជម្រាបជូនអំពីផលិតផលសម្រាប់សិនពីព្រោះថាឥឡូវនេះបងប្អូនយើងលោកគ្រប់គ្រងមែនទែនទៅលើផលិតផលសម្រាប់អញ្ចឹងផលិតផលសម្រាប់នោះយើងមានចែកជា3ធំបាទទី1គឺផលិតផលសម្រាប់សត្វបាទផលិតផលសម្រាប់សត្វទី2ផលិតផលសម្រាប់ដំណាំហើយទី3គឺសម្ភារៈប្រើប្រាស់តែម្ដងបាទអញ្ចឹងគឺសម្រាប់ដំណាំយើងមានឈុតសម្រាប់ដំណាំហ្នឹងគឺយើងមានបាទ3មុខដែលមានមេជីមេថ្នាំបណ្ដេញសត្វល្អិតហើយនិងមេអុកម៉ូនបាទមេជីមេថ្នាំបណ្ដេញសត្វល្អិតនិងមេអុកម៉ូនដែលធ្វើឲ្យដំណាំរបស់យើងដុះលូតលាស់ល្អដំណាំរបស់យើងមានផ្លែផ្កាកាន់មិនជ្រុះជាពិសេសរសជាតិឆ្ងាញ់ផងដែរអញ្ចឹងយើងមាន3មុខហ្នឹងបាទមេជីហ្នឹងបាទមេថ្នាំបណ្ដេញសត្វល្អិតពណ៌កម្រើបវាពណ៌ខុសៗគ្នាណាបាទហើយនឹងមេអុកម៉ូនបាទកម្រើបវាពណ៌ក្រហមឃើញទេបាទមាន3មុខហ្នឹងបាទអញ្ចឹងមេជីនេះជួយឲ្យដើមដងល្អលឿនបាទល្អលឿនសម្រាប់ដំណាំយកស្លឹកអីហ្នឹងគឺប្រើមេជីនេះដាំដងល្អលឿនបាទមេអុកម៉ូននេះសម្រាប់ជំនួយឲ្យមានផ្លែផ្កាដំណាំដែលមានផ្លែផ្កាដូចជាស្ពៃផ្កាឬក៏ស្វាយខ្នោចេកល្ហុងអីហ្នឹងបាទត្រូវការផ្កាផ្លែហ្នឹងគឺប្រើអុកម៉ូននេះបាទហើយទី3គឺបាទមេបណ្ដេញសត្វល្អិតនេះបាទធ្វើឲ្យដំណាំរបស់យើងมันមានសត្វល្អិតមកបំផ្លិចបំផ្លាញអញ្ចឹងមានន័យថាយើងប្រើទាំង3មុខនេះចូលគ្នាដែលមានមេជីមេថ្នាំបណ្ដេញសត្វល្អិតហើយនិងមេអុកម៉ូននេះទៅបាទធ្វើឲ្យដំណាំរបស់យើងដុះលូតលាស់ល្អមានផ្លែផ្កាកាន់មិនជ្រុះរសជាតិឆ្ងាញ់តែម្ដងបាទហើយឈុតទី2គឺយើងឈុតសម្រាប់សត្វបាទឈុតសម្រាប់សត្វហ្នឹងក៏យើងមាន3មុខដែរដែលមានមេចំណីសត្វមេថ្នាំព្យាបាលសត្វនិងមេថ្នាំការពារកុំឲ្យសត្វយើងឈឺអញ្ចឹងមេចំណីសត្វបាទមេចំណីសត្វនេះបាទជួយឲ្យសត្វយើងធំធាត់លឿនបាទធំធាត់លឿនណាស់បាទហើយបងប្អូនយើងលោកគ្រប់ត្រជាពិសេសឯកឧត្តមមកលោកជំទាវបាទឥឡូវហ្នឹងគាត់យកទៅប្រើឲ្យល្អណាស់បាទជាពិសេសបងប្អូនកសិករយើងមួយចំនួនទៀតដូចជាបងនៅគៀនស្វាយបងនៅព្រៃក្តាមបាទទាកប៉ាគាត់ល្អមែនទែនដល់ប្រើនេះទៅអត់ឈឺអត់ងាប់ទេហើយជាពិសេសកសិដ្ឋានធំយើងនៅបាដឹងបាទកសិដ្ឋានចំនួនធំនៅបាដឹងហ្នឹងឥឡូវយើងប្រើឈុតសម្រាប់សត្វយើងនេះទាំងអស់បាទហើយចិត្តប្រើច្រើនមែនទែនឥឡូវនេះដោយសារបងប្អូនយើងលោកតាមកម្មវិធីប៉ុស្តិ៍លេខ5នេះតែម្ដងអញ្ចឹងលោកដឹងលោកស្គាល់ថាអូផលិតផលនេះបាទយើងមាននៅប្រទេសកម្ពុជាយើងហើយគុណភាពខ្ពស់អញ្ចឹងមេចំណីឲ្យសត្វធំធាត់លឿនបាទមេថ្នាំព្យាបាលសត្វដាក់ទៅដល់មិនដឹងថាសត្វយើងឈឺអីទេគឺទៅដល់វាព្យាបាលឲ្យសត្វយើងជាពីជំងឺផ្សេងកាលណាជាពីជំងឺផ្សេងសុខភាពវាល្អវាធំលឿនណាស់បាទហើយទី3គឺមេថ្នាំការពារមិនឲ្យសត្វយើងឈឺតែម្ដងបើសត្វយើងអត់ទាន់ឈឺការពារមិនឲ្យឈឺតែម្ដងអញ្ចឹងយើងប្រើទាំង3មុខហ្នឹងដែលមានមេចំណីមេថ្នាំព្យាបាលនិងមេថ្នាំការពារហ្នឹងចូលគ្នាទាំង3មុខហ្នឹងទៅបាទធ្វើឲ្យសត្វយើងធំធាត់លឿនសត្វរបស់យើងមិនឈឺមិនងាប់ទេបាទមិនឈឺមិនងាប់តែម្ដងអញ្ចឹងទី3បាទយើងមានឈុតសម្រាប់ផ្សិតដែលមានមេផ្សិតអាហារបំពន់ផ្សិតនិងដុំផ្សិតផងដែរបាទមេផ្សិតអាហារបំពន់ផ្សិតនិងដុំផ្សិតអញ្ចឹងមេផ្សិតរបស់អង្គការអភិវឌ្ឍកសិកម្មធម្មជាតិកម្ពុជាយើងធ្វើបាទជាដបស្អាតចេះមិនមែនជាកញ្ចប់អីអត់ស្អាតទេគឺយើងប្រើជាដបឲ្យមានស្តង់ដារឲ្យត្រឹមត្រូវស្អាតតែម្ដងអញ្ចឹងសម្រាប់បងប្អូនយើងដែលលោកត្រូវការមកដុះផ្សិត
លោកត្រូវការមេផ្សិតយើងមានមេផ្សិតគ្រប់ប្រភេទមិនថាមេផ្សិតអំបោះមេផ្សិតខ្យងមេផ្សិតចំបើងអីទេបាទយើងមានលក់ជូនតែម្ដងហើយជាពិសេសអាហារបំពន់ផ្សិតឲ្យផ្សិតដុះលូតលាស់ល្អណារួមទាំងដុំផ្សិតស្រាប់បាទមានដុំផ្សិតស្រាប់ដែលបងប្អូនយើងលោកមួយចំនួនលោកអត់ត្រូវការហ៊ានបាទលោកចង់បានដុំផ្សិតហ្នឹងយកទៅប្រើតែម្ដងបាទក៏យើងមានលក់ជូនដែរបាទហើយទី4យើងមានលក់ជូនទូភ្ញាស់បាទសម្រាប់យកទៅភ្ញាស់ជាកូនមន់ជាកូនទាបាទហើយរបស់យើងជាកូនកងានបាទកូនមន់កូនទាកូនគ្រួចទាកប៉ាកងានអីហ្នឹងបាទទី5យើងមានពូជបន្លែបង្ការល្អៗជាច្រើនសម្រាប់ឲ្យដាំដុះប្រកបដោយទិន្នផលខ្ពស់បាទទី6យើងមានថ្នាំកម្ចាត់ដង្កូវបាទថ្នាំកម្ចាត់ដង្កូវទី7ថ្នាំកម្ចាត់ស្មៅស្រែបាទស្រែយើងដែលដុះស្មៅបាទដាក់ស្មៅដាក់ថ្នាំស្មៅនឹងទៅអស់ស្មៅលីងបាទហើយយើងមានបាទថ្នាំកម្ចាត់ស្មៅហ្នឹងបាទទី8យើងមានសំណាញ់សម្រាប់ក្របទៅលើដំណាំកុំឲ្យដំណាំយើងដាំកូនទៅវាខ្លោចងាប់ខូចណាបាទយើងមានបាទទី9យើងមានបាទសំណាញ់ដែរតែសម្រាប់យើងធ្វើទ្រុងមាន់កុំឲ្យបងប្អូនយើងលោកពិបាកទៅពុះអស័យទៅអីវាយយូរបាទយើងយកសំណាញ់ទៅដល់ពាត់លឿនហ្មងបាទហើយស្រួលទៀតបាទហើយទី10បាទយើងមានលក់នៅធុងបាញ់ថ្នាំម៉ាស៊ីនបាញ់ថ្នាំនេះយើងប្រើសូឡាកុំឲ្យបងប្អូនយើងពិបាកលោកទៅដល់គាត់ថាសាំងថ្លៃបាទអញ្ចឹងអត់បាក់ទេគ្រាន់តែយើងទិញម៉ាស៊ីនបាញ់ថ្នាំសូឡាហ្នឹងទៅធ្វើឲ្យបងប្អូនយើងលើកប្រើស្រួលតែម្ដងបាទហើយទី11យើងមានលក់ជូននៅផ្លាស្ទិកសម្រាប់ក្រាលរងបាទក្រាលរងក្នុងការដែលយើងដាំដុះនៅបាទដំណាំផ្សេងបាទក្របរងហ្នឹងណាបាទហើយនឹងទី12គឺយើងមានលក់នៅបាទឧបករណ៍សម្រាប់កសិកម្មជាច្រើនទៀតផងដែរអញ្ចឹងបើសិនបងប្អូនប្រជាកសិករយើងដែលលោកត្រូវការផលិតផលទាំងអស់នេះគឺយើងមាននៅអង្គការអភិវឌ្ឍកសិកម្មធម្មជាតិកម្ពុជាយើងតែម្ដងបាទអរគុណដល់លោកប្រធានដែរដែលបានបង្ហាញអំពីផលិតផលសម្រាប់បាទឃើញថាច្រើនប្រភេទច្រើនបែបបាទគឺតកតងទៅនឹងខាងវិស័យកសិកម្មបាទអញ្ចឹងហើយជាការផ្ដល់ប្រយោជន៍សម្បើមណាស់បាទចំពោះបងប្អូនប្រជាកសិករនេះគឺជាផលិតផលសម្រាប់ផ្គត់ផ្គង់សម្រាប់លក់ជូនដល់បងប្អូនប្រជាកសិករយើងដែលលោកហៅថាមិនទាន់មានពេលចូលមកក្នុងវគ្គបណ្ដុះបណ្ដាលតែតាមការពិតចំណេះជំនាញទាំងអស់នេះมันមានអ្វីជាអាចកំបាំងទេគឺបង្រៀនជូនទៀតបាទយើងអត់មានអាចកំបាំងទេចំណេះជំនាញទាំងអស់ហ្នឹងគឺយើងបរៀនជូនប៉ុន្តែហេតុអ្វីបានជាយើងលក់ដោយសារបងប្អូនមួយចំនួនជាពិសេសបាទឯកឧត្តមលោកជំទាវបាទអស់លោកស្រីហ្នឹងគាត់អត់ទាន់មានពេលមករៀនដោយសារគាត់រវល់បំពេញភារកិច្ចណាបាទអញ្ចឹងគាត់ត្រូវការប្រើសិនកុំឲ្យសัตว์ឈឺកុំឲ្យសัตว์ងាប់ឲ្យដំណាំអីល្អហ្នឹងបាទគាត់អាចមកទិញបានសិនបាទអរគុណច្រើនបាទលោកប្រធានជំរាបជូនអំបញ្ញមិញបាទគឺនៅរៀងរាល់មួយសប្តាហ៍ម្ដងមកប្រធានបទបាទគឺលោកប្រធានធ្វើច្បាប់ថាបងប្អូនយើងដែលលោកនៅឯកដ្ឋានមិនទាន់បានចូលរួមនៅក្នុងវគ្គបណ្ដុះបណ្ដាលអញ្ចឹងក៏អាចទស្សនាយល់ជ្រាបខ្លះបាទតកតងទៅនឹងបច្ចេកទេសពីវិធីសាស្ត្រនៃការដាំដុះផលកសិកម្មសប្តាហ៍នេះយ៉ាងម៉េចដែរបាទហើយសប្តាហ៍នេះយើងផ្លាស់ប្ដូរបន្តិចកុំយើងនៅតែបន្លែរហូតណាបាទគឺទៅលើការថែទាំកូនមាន់បាទកូនមាន់ព្រោះថាបងប្អូនយើងលោកមួយចំនួនលោកថែទាំកូនមាន់នេះអត់បានល្អទេអញ្ចឹងឃើញថាកូនមាន់ងាប់ច្រើនមែនទែនបាទនៅពេលដែលនៅតូចហ្នឹងអញ្ចឹងគឺប្រធានបទនេះគឺមានសារៈសំខាន់សម្រាប់គាត់ណាព្រោះថាពេលដែលគាត់ថែទាំកូននឹងមិនឲ្យងាប់ឲ្យតែកូននឹងមកងាប់ហើយចាប់ពីអាយុ1ខែទៅបាទប្រើថ្នាំដែលជំរាបជូនហ្នឹងទៅបាទធានាសឹងថា 100% បាទមិនងាប់ទេបាទជាប្រយោជន៍មួយទៀតហើយសម្រាប់បងប្អូនប្រជាកសិករយើងបាទរបៀបនៃការថែទាំកូនមាន់បាទដូចបានជម្រាបជូនចឹងអង្គការអភិវឌ្ឍកសិកម្មធម្មជាតិកម្ពុជាគឺមានលក់ផលិតផលសម្រាប់ជាច្រើនបាទជាពិសេសនេះគឺមានទូភ្ញាស់ហើយកាលណាមានទូភ្ញាស់ហើយយកទៅលោកនឹងបញ្យល់ពីរបៀបនៃការថែទាំទៀតបាទចាំជួបគ្នានៅក្នុងវគ្គទី2ដើម្បីឲ្យបានជ្រាបអំពីរបៀបនៃការថែទាំកូនមាន់បាទបាទលោកស្រីបាយគ្នាតែមួយផ្លែទេនៅក្នុងវគ្គទី1កន្លងផុតទៅអំបញ្ញមិញបាទនៅក្នុងវគ្គទី1លោកអ្នកបានជ្រាបព័ត៌មានច្រើនជាពិសេសគឺលោកប្រធានលោកបានបញ្ជាក់ជម្រាបជូនអំពីផលិតផលសម្រាប់របស់អង្គការអភិវឌ្ឍកសិកម្មធម្មជាតិកម្ពុជាគឺមានច្រើនណាស់បាទសម្រាប់តម្រូវការ
ទាំងផលិតផលទាំងឧបករណ៍បាទសម្រាប់យកទៅប្រកបមុខរបរកសិកម្មនេះគឺមានច្រើនមែនទែនបាទមានច្រើនគ្រប់ហើយចំណេញទាំងថវិកាហើយក៏ដូចជាអ្វីដែលលោកអ្នកធ្វើនឹងគឺទៅតាមក្បួនតាមຂະຫນាតតាមបច្ចេកទេសគឺពិតជាទទួលផលបាទនៅក្នុងសប្តាហ៍នេះគឺលោកប្រធានបានជម្រាបជូនកាលពីវគ្គទី1កន្លងមកថាលោកប្រធាននឹងលើកយកនៅមេរៀនឬក៏ប្រធានបទមួយស្ដីអំពីរបៀបនៃការថែទាំកូនមាន់បាទការថែទាំសត្វចិញ្ចឹមបាទគឺសម្ដៅទៅលើមាន់ហ្នឹងតែម្ដងបាទឥឡូវនេះសូមអញ្ជើញជួបជាមួយលោកប្រធានដើម្បីបញ្ជាក់លម្អិតបាទខ្ញុំបាទរឿងចង់តាក់មិនសូវច្បាស់បាទសូមអញ្ជើញជូនទូរទស្សន៍ទៅលោកគ្រូតែម្ដងបាទបាទអញ្ចឹងគឺថ្ងៃនេះដែរខ្ញុំបាទនឹងលើកយកប្រធានបទអំពីការថែទាំកូនមាន់អញ្ចឹងប្រធានបទនេះគឺមានសារៈសំខាន់ណាស់បងប្អូនប្រជាកសិករយើងលោកតែងតែដាក់កូនមាន់ចុះពីសម្បុកឃើញថាងាប់ច្រើនមែនទែនបាទជួនកាលមួយសម្បុកងាប់អស់ក៏មានដែរបាទមកសម្បុកខ្លះនៅតែ1 2បាទសម្បុកខ្លះអស់បាទនេះគឺជាការមួយដែលបងប្អូនយើងលោកអត់ចេះថែទាំអញ្ចឹងវាញាស់ហើយបាទបើសិនបើយើងអត់ចេះថែទាំវាគឺវាមិននៅទេបាទអញ្ចឹងបញ្ជាក់អញ្ចឹងការថែទាំកូនមាន់គឺជាការចាំបាច់បំផុតដែលយើងត្រូវតែការថែទាំបាទអញ្ចឹងការថែទាំដែលសំខាន់ចំណុចទី1យើងត្រូវដឹងនោះគឺបន្ទាប់ពីយើងណាបាទបន្ទាប់ពីយើងចាប់ផ្ដើមភ្ញាស់នៅក្នុងទូភ្ញាស់ឬក៏ភ្ញាស់ក្នុងសម្បុកហើយយើងឃើញថាកូនមាន់នឹងញាក់អស់ហើយបាទយើងយកវាចេញពីសម្បុកឬក៏យើងយកចេញពីទូភ្ញាស់ពេលដែលយកចេញហ្នឹងគឺយើងមិនមែនចេះតែយកវាមកដាក់កដាលវាលឬក៏គ្រាន់តែខំហត់គ្រប់គ្រាន់ទេអត់ទេបាទអត់គ្រប់គ្រាន់ទេអញ្ចឹងដើម្បីឲ្យកូនមាន់ហ្នឹងវាមានការធន់មិនឈឺមិនងាប់យកចេញហ្នឹងមកចំណុចទី1គឺយើងត្រូវតែយកមកដាក់ជាមួយទូកម្ដៅអញ្ចឹងទូកម្ដៅនេះយើងអត់ពិបាកធ្វើទេយើងគ្រាន់តែមានកឆេមួយក៏យើងអាចធ្វើទូកម្ដៅបានដែរកឆេយើងបាទកឆេយើងយកមកដល់ហើយយើងបាំងឲ្យចិត្តជាមួយនឹងស្នោក៏បានឬក៏បើកញ្ចៅយើងណាបាទបើកញ្ចៅយើងបាំងឲ្យចិត្តហើយយើងត្រូវដាក់កម្ដៅវាអញ្ចឹងកម្ដៅមាន2យ៉ាងទី1បងប្អូនយើងលោកយកក្អមមកដល់បាទដាក់ខ្ជុងនៅក្នុងក្អមហ្នឹងក៏អាចកម្ដៅកូនមាន់យើងបានដែរទី2បងប្អូនយើងថាពិបាកខ្លាច់ខ្ជុងខ្លាច់អីហ្នឹងវាឆេះវាអីចឹងណាបាទយើងអត់បាក់ទេយើងយកអំពូលយើងយកមកដល់យើងដាក់ចូលទៅក្នុងហ្នឹងបើកភ្លើងទៅវាក្ដៅហើយបន្ទាប់មកយើងយកទាំង1ម៉ែត្រមកដាក់នៅក្នុងកន្លែងទូកម្ដៅយើងហៅទូហ្នឹងណាវាស់មើលឲ្យបានអាទិត្យទី1ដែលយើងយកចេញមករយៈពេលពីទូភ្ញាស់ឬក៏យើងយកពីចេញពីសម្បុកហ្នឹងឲ្យបានអាទិត្យទី1មានន័យថា7ថ្ងៃហ្នឹងណាឲ្យបានកម្ដៅវាពី34ទៅ36អង្សាសេគឺត្រូវតែថែទាំកម្ដៅនឹងឲ្យបានត្រឹមត្រូវអាទិត្យទី1ហ្នឹងត្រូវឲ្យតែស៊ីកម្ដៅវាពី34ទៅ36អង្សាសេបាទយើងដាក់នៅក្នុងទូកម្ដៅហ្នឹងឲ្យបានកម្ដៅប៉ុណ្ណឹងគឺ34ទៅ36អង្សាសេបាទនេះជាអាទិត្យទី1ដែលយើងត្រូវដឹងតែទៀបជាងហ្នឹងក៏បាទទៀបជាងក្ដៅជាងហ្នឹងក៏ពិបាកទៀបជាងហ្នឹងក៏ពិបាកអញ្ចឹងចន្លោះពី34ទៅ36អង្សាសេអានេះដែលយើងត្រូវដឹងណាបាទសំខាន់ណាស់អាហ្នឹងអាទិត្យទី1បាទហើយគឺយើងមិនមែនបានតែកឆេហ្នឹងទេហើយបងប្អូនយើងលោកឃើញថានៅកន្លែងដែលគេលក់ផ្លែឈើឬក៏លក់បន្លែផ្សេងយើងឃើញថាឡាំងស្នោបាទសសយើងឃើញថាគាត់ទុកបោះចោលឬក៏ទៅមើលកណោសម្រាប់យើងឃើញថាបោះចោលច្រើនណាស់អាហ្នឹងខាតបើយើងចេះយើងយកអាហ្នឹងមកដាក់ដើម្បីធ្វើជាកម្ដៅកូនមាន់យើងបានយ៉ាងស្រួលបាទយើងយកអាស្នោហ្នឹងមកយើងដាក់កូនមាន់ចូលក្នុងហ្នឹងហើយយើងបាំងបាវអីទុកចន្លោះមួយទូចសម្រាប់ឲ្យវាមានខ្យល់អាកាសអុកស៊ីសែនអីគ្រប់គ្រាន់ណាតោះមកយើងដាក់កម្ដៅដូចគ្នាខ្ជុំក៏បានឬក៏អំពូលនឹងក៏បានឃើញទេបាទនឹងយើងថែទាំកូនមាន់យ៉ាងងាយអត់ពិបាកទេចាំបាច់ថាចុះគ្រូបើចូលរាប់ពាន់រាប់ម៉ឺនបើមានរាប់ពាន់រាប់ម៉ឺនហើយក៏យើងត្រូវតែមានទូធំសម្រាប់ការពារដែរអាហ្នឹងយើងទំនើបហើយព្រោះយើងមានលុយច្រើនហើយណា
bạn ní nhom giấy sầm nhập cả sĩ co bạn lẹ cái nạ khu xa cả sĩ co dương tôi có thơ bạn bạn nâng tí pì làng sò tí bay làng cả đá dương á nè đôi chân làng mi đôi chân làng ấy nó có dương dâm ở thơ ca chân này từ chỉ ca thái tôm côn mòn dương bàn yang là ở đây cố lắng bạn việc học việc việc ní đấy việc admin cho lại châu đấy cái này làng thùng á dương giờ màu bạn năng có bàn này cái này dương đã chung nông chân năng ôm năng có bán rất có dương phơm pool năng có bàn đôi kia cái này bạn dương phơm pool năng có bàn đôi kia bạn năng xem em tật tí mũi tụ bay dương đã không có che cả đảo dương đã không tu nhau tu cùng đại cả đảo dương đã không nào đại khi man chấm điệp chu năng cả đảo dương đã không lăng năng cả đảo cứ đại khát tới tay cầm đáy ở ban pi 34 từ 36 ông xa xề bát ở cái đằng tịnh của bát vì vua về đại về nơi khung pong tập bóng nó việc cái đáy à bạn nho bạn cầm đáy viết pi 35 tới 38 bạn nho chắc việc tranh máu lên mặt đó từ chạ pê việc cà thiên nó đâu khlang pê cana đâu flap đâu khlang pê cứ việc ở trời thì bạn việc ở trời thì chắc cứ dướng bạn trời tái bạn ở việc cầm đáy nó pro hai nâng việc đại nâng không mình tuần hoặc nông pong nâng bạn ở việc si kia tỷ dụ một bóngមនុស្សយើងចឹងដែរពេលដែលខ្ញុំឃើញទីរុដែលកើតមានកំណត់មកថ្មីខ្សោយអីជារឿងទុនចឹងឃើញខាងលោកទៅមានដាក់ក្នុងកែវអីគេចឹងអូបាទដូចគ្នាហ្នឹងมันខុសគ្នាទេបាទត្រូវការកម្ដៅនឹងដូចគ្នាហើយប្រជាជនយើងគាត់អត់យល់ចំណុចហ្នឹងដែលធ្វើឲ្យគាត់កូនមន់គាត់ងាប់អីហ្នឹងដោយសារអញ្ចឹងបាទអាហ្នឹងបាទចូលដល់អាទិត្យទី2បាទអាទិត្យទី2ក៏មិនខុសពីអាទិត្យទី1ដែរយើងអាចថែវាបានប៉ុន្តែកម្ដៅគឺយើងមិនឲ្យក្ដៅដូចអាទិត្យទី1ទេយើងអាចពី32ទៅ34បានអាច32ទៅ34បានបាទបាទវាស៊ាំជាមួយអាកាសធាតុខាងក្រៅហើយបាទអញ្ចឹងយើងអាច32 34ហើយបើ32 34អូខេនៅប្រទេសកម្ពុជាយើងគឺគ្រប់គ្រាន់ណាมันពិបាកថែទេឃើញទេបាទអាហ្នឹងបាទប៉ុន្តែយើងអាចដាក់បើសិនជាវាត្រជាក់ឬក៏ភ្លៀងច្រើនអីយើងអាចដាក់នៅក្នុងកម្ដៅដូចយើងបញ្ជាក់ពីជូនពីវគ្គ1អញ្ចឹងណាមាន4ដែរកាឆេក៏បានទូភ្ញាស់ធំក៏បានបើគឺភ្ញាស់លក់ធំគេមានទូសម្រាប់ដាក់កម្ដៅហ្នឹងណាក៏បានឬក៏យើងមានឡាំងស្នោឬក៏ឡាំងกระดาษយើងហ្នឹងឃើញទេបានដូចគ្នាទេបាទអាទិត្យទី3អាទិត្យទី3ឲ្យតែ30ទៅ32គឺគ្រប់គ្រាន់ណាយើងមិនត្រូវការចាំបាច់ឲ្យក្តៅដោយអាទិត្យទី1ទេបាទ32ទៅ30ទៅ30បាទ32អីហ្នឹងគឺគ្រប់គ្រាន់ណាឬក៏អាចក្រឹមហ្នឹងក៏បានដែរអត់អីទេបាទអញ្ចឹងអាទិត្យទី3ទៅបើអាទិត្យទី4គេលែងគិតគេលែងបាច់ថែទាំមានន័យថាបលែងឲ្យវាដើររស៊ីអីហ្នឹងបានតែម្ដងអញ្ចឹងថែទាំកូនមន់គឺ3អាទិត្យទេបញ្ជាក់ឡើងវិញអាទិត្យទី1គឺឲ្យមានកម្ដៅ34ទៅ36អង្សាអាទិត្យទី2 32ទៅ34អាទិត្យទី3ធ្វើម៉េចឲ្យបាន30ទៅ32ហើយបើអាទិត្យទី4ទី5ទី6ទៅបាទធម្មជាតិអាកាសធាតុយើងប៉ុណ្ណឹងគឺវាអាចរស់បាននៅស្រួលមិនពិបាកទេតិចក៏អាចទទួលបានមន់ក៏ត្រជាក់តិចក៏អត់អីដែរធំហើយថាមានន័យថាវាអាចទប់ទល់ជាមួយអាកាសធាតុខាងក្រៅនឹងបានបាទអញ្ចឹងបើសិនបើយើងថែទាំបាទលក្ខណៈបាទទាំង3នឹងហើយណាក៏មិនគ្រប់គ្រាន់ដែរមិនមែនគ្រាន់តែថែទាំកដៅអញ្ចឹងមន់លែងឈឺលែងងាប់ទេគ្រាន់តែថាវាកាត់បន្ថយការងាប់នឹងវាបាន50-60% រួចស្រេចហ่ะប៉ុន្តែអ្វីដែលសំខាន់ទៀតគឺយើងធ្វើវ៉ាក់សាំងបាទវ៉ាក់សាំងជាចំណុចមួយសំខាន់ណាអញ្ចឹងកូនដែលកើតមកភ្លាមនេះបាទយើងប្រើជាមួយនេះមួយវ៉ាក់សាំងនេះបាទមេបាទនេះបាទដែលឈុតសម្រាប់ប្រើនេះបាទដែលមានមេថ្នាំព្យាបាលនេះណាបាទមេថ្នាំការពារសត្វឈឺនេះឃើញទេយើងឃើញបាទមេហ្នឹងហើយថែមមេចំណីបាទ3មុខហ្នឹងបាទសម្រាប់ប្រើទៅលើសត្វហ្នឹងហេតុអីបានជាយើងចាំបាច់ប្រើ3ហ្នឹងទៅលើសត្វហ្នឹងបាទពីព្រោះថាមេចំណីនេះឲ្យវាធំធាត់លឿនឲ្យវាស៊ីទៅវាធំធាត់លឿនបាទមេថ្នាំព្យាបាលមានន័យថាបើសិនជាកូនមន់យើងនឹងមាន
បាត់ជំងឺផ្សេងវាព្យាបាលឲ្យតែម្ដងណាបាទអាសត្វដែលវាមានជំងឺក្នុងខ្លួននោះវាព្យាបាលបាទព្យាបាលហើយមេការពារមានន័យថាយើងការពារកុំឲ្យកូនមន់យើងឆ្លងជំងឺផ្សេងព្រោះកើតមកគ្នាអត់ទាន់មានអីទេសស្អាតណាយើងថាសស្អាតបាទងាយក្នុងការឆ្លងហេតុអីពីព្រោះអត់ទាន់មានកម្លាំងយើងឃើញហើយការចិញ្ចឹមកូនមនុស្សក៏ដូចគ្នាដែរពិបាកថែទាំបំផុតគឺអាយុ1ឆ្នាំទៅ3ឆ្នាំហ្នឹងវេទនាណាបាទបើកូនមន់ពិបាកថែបំផុតគឺពីអាទិត្យទី1ទៅដល់អាទិត្យទី3ហ្នឹងគឺវេទនាថែណាអញ្ចឹងបើសិនជាយើងអត់ចេះថែគឺងាប់ហ่ะអញ្ចឹងគ្រាន់តែយើងយកណា3មុខហ្នឹងបាទមានមេចំណីមេថ្នាំព្យាបាលមេថ្នាំការពារ3មុខហ្នឹងយកមកដល់បាទមួយមុខនេះមួយកម្របមួយមុខនឹងមួយកម្របមួយមុខនឹងមួយកម្របលាយជាមួយទឹក10លីត្រកូរទឹកនឹងឲ្យសព្វយកទឹកនឹងមកដាក់ឲ្យមន់កូនមន់យើងផឹកឬក៏យកមកលាយជាមួយចំណីឲ្យកូនមន់យើងស៊ីណាបាទលាយជាមួយចំណីឲ្យកូនមន់យើងស៊ីពេលនោះធ្វើឲ្យបាទកូនមន់របស់យើងលែងឈឺលែងងាប់ព្រោះថ្នាំទាំង3ហ្នឹងគឺសំខាន់ណាស់បាទសម្រាប់កូនមន់សម្រាប់របស់យើងបាទថែទាំការពារបាទធំធាត់លឿនមាន3នឹងកាផ្លេរួចស្រេចបាទថ្នាំទាំង3មុខហ្នឹងមានន័យថាថែទាំមិនឲ្យវាឆ្លងជំងឺឃើញណាការពារមិនឲ្យឆ្លងជំងឺហើយនឹងធំធាត់លឿនមេចំណីអរគុណបាទដោយពេលវេលារបស់យើងដល់ហើយសង្ឃឹមថាលោកស្រីមានចម្ងល់មានការចាប់អារម្មណ៍ចង់ចូលរួមនៅក្នុងវគ្គបណ្ដុះបណ្ដាលឬក៏ចង់សិក្សាបន្ថែមឲ្យបានយល់ច្បាស់អំពីចំណេះដឹងបាទតកតងទៅនឹងវិស័យកសិកម្មបាទកុំភ្លេចតាមរយៈទូរស័ព្ទដែលឡើងជូននៅលើកញ្ចក់ទូរទស្សន៍បាទគៀកមែនតើហើយពេលវេលាបានចឹងជួបគ្នានៅវគ្គទី3បាទលោកប្រធានមានអ្វីបន្ថែមចាំវគ្គទី3ចាំជួបគ្នានៅក្នុងវគ្គទី2សូមអរគុណសូមបញ្ចប់តែត្រឹមប៉ុណ្ណេះសិនបាទបាទលោកស្រីប្រិមិត្តបាទនេះគឺជាវគ្គចុងក្រោយបាទវគ្គទី3បាទវគ្គនេះគឺលោកប្រធានលោកនឹងបញ្ជាក់បន្ថែមឲ្យបានច្បាស់អំពីពេលវេលាក៏ដូចជាគេហៅថាកម្មវិធីបណ្ដុះបណ្ដាលពីព្រោះសំខាន់ណាស់បាទលោកស្រីបាទដើម្បីឲ្យយើងទទួលបានជោគជ័យចំពោះមុខរបរកសិកម្មយើងមិនអាចធ្វើប្រចាំពីក្បួនឬមួយក៏យើងមិនអាចធ្វើទៅតាមអ្វីដែលគេហៅថាបណ្ដែតបណ្ដោយទៅតាមធម្មជាតិបានទេអញ្ចឹងលោកប្រធានលោកមានយោបល់បញ្ជាក់បន្ថែមជាឱកាសចុងក្រោយមុននឹងបែកពីលោកអ្នកនៅក្នុងសប្តាហ៍នេះបាទហើយក៏ជម្រាបជូនប្រជាកសិករយើងដែរយើងធ្វើអីគួរតែមានចំណេះជំនាញពិតប្រាកដពីព្រោះថាបើសិនជាយើងធ្វើអត់មានចំណេះជំនាញទេបាទពិបាកក្នុងការឲ្យផលខ្ពស់ណាស់ហេតុអីបានជាយើងត្រូវការចំណេះជំនាញអញ្ចឹងនៅក្នុងការដាំដុះបន្លែផ្សេងហ្នឹងយើងដឹងហើយថាពីណាក៏ចេះដាំដែរខ្ញុំជឿជាក់បាទសូម្បីតែបាទកូនក្មេងទូចមួយដែលនៅជនបទក៏គាត់ចេះដាំដែរតែនៅពេលដែលយើងដាំហ្នឹងសួរថាយើងចង់បានអីបាទយើងចង់បានទិន្នផលខ្ពស់បាទអញ្ចឹងដើម្បីបានទិន្នផលខ្ពស់ទាល់តែយើងមានចំណេះជំនាញពិតប្រាកដចំណេះជំនាញតាំងពីការដាំចំណេះជំនាញតាំងពីការជ្រើសរើសដីមើលដីកែប្រែគុណភាពដីពីព្រោះថាដំណាំនីមួយវាត្រូវការដីផ្សេងពីគ្នាផងដែរស្ពៃចង្កឹះត្រូវការផ្សេងពីស្ពៃកញ្ញាញ់ស្ពៃកញ្ញាញ់ក៏ត្រូវការផ្សេងពីស្ពៃកដោបបាទហើយប្រើជីក៏ខុសគ្នាទៀតណាបាទអានឹងត្រូវដឹងតែម្ដងហើយយើងមានវគ្គមួយទៀតដែលយើងមានថ្មីបាទចិញ្ចឹមឃ្មុំធ្វើកេះសម្រាប់ចិញ្ចឹមឃ្មុំហ្មងឥឡូវយើងមានវគ្គថ្មីនឹងមួយទៀតគឺចិញ្ចឹមឃ្មុំនិងធ្វើកេះចិញ្ចឹមឃ្មុំបាទហើយវគ្គនេះគឺល្អដែរបងប្អូនមួយចំនួនគាត់គ្រាន់តែដាំបន្លែដាំបកានឹងចោលទៅហើយគាត់ចេះធ្វើទូឃ្មុំហ្នឹងគាត់ដាក់ទូឃ្មុំនឹងចោលក៏គាត់អាចបានទឹកឃ្មុំយកទៅលក់ដែរបាទព្រោះថាយើងដាំបន្លែបកាវាចេញផ្កាចេញអីមកឃ្មុំវាត្រូវការមកបឺតលំអងហ្នឹងយកមកបង្កើតជាទឹកឃ្មុំយើងណាបាទអញ្ចឹងគឺមិនឲ្យទេខាតប្រយោជន៍ទេពេលដែលដាំហ្នឹងគឺឲ្យបងប្អូនយើងលោកចេះប្រើប្រាស់វិលជុំបាទមានតាំងពីសัตว์មានតាំងពីដំណាំមានតាំងពីឃ្មុំមានតាំងពីអីហ្នឹងចម្រុះចូលគ្នាតែម្ដងបាទអរគុណណាស់បងប្អូនវិជាកសិករបាទជាពិសេសចុងក្រោយនេះគឺចាប់អារម្មណ៍មែនទែនគឺគេហៅថាវគ្គបង្រៀនថ្មីគឺការចិញ្ចឹមឃ្មុំបាទពីព្រោះទឹកឃ្មុំតាមចាស់លោកមានប្រសាសន៍មកលោកនិយាយមកថាគេថាថ្នាំ100មុខបាទហើយតាមខ្ញុំធ្លាប់ដឹងហើយប្រើទឹកឃ្មុំនេះដោយតែគ្រាន់តែយើងធ្វើម៉េចមួយថ្ងៃឲ្យបានយើងមួយស្លាបព្រាបាយយើងមកដល់អត់ពិបាកយើងមកធ្វើអីទេយកមកដល់យើងលាយជាមួយទឹកក្តៅអ៊ុនបាទទឹកក្តៅអ៊ុនកោណាបាទហើយយើងច្បាច់ក្រូចឆ្មាមកឲ្យជូរអែមហើយខ្ញុំជាពិសេសអាហ្នឹងបាទត្រូវការរាល់ថ្ងៃអញ្ចឹងបានកនេះបរៀនផងហើយបើទូ
ផងហើយវត្ថុផងមួយថ្ងៃវត្ថុ3ម៉ោងហើយទូផងហើយនឹងបរិញ្ញាផងបានទប់បានដោយសារបាទមានទឹកឃ្មុំនឹងបាទអញ្ចឹងទឹកឃ្មុំមានសារៈប្រយោជន៍ណាស់បាទបានអញ្ចឹងក៏វគ្គបណ្ដុះបណ្ដាលបាទវគ្គនេះទឹកឃ្មុំពិសេសបាទចុងក្រោយដល់ពេលវេលាយើងដល់ហើយចង់ឲ្យលោកប្រធានលោកបញ្ជាក់បន្តិចព្រោះផលិតផលសម្រាប់យើងគឺជាការសង្កេតថាសំខាន់ណាស់ព្រោះបងប្អូនយើងខ្លះលោកអត់ទាន់បានចូលទេវគ្គបណ្ដុះបណ្ដាលក៏លោកអាចទិញយកទៅប្រើមុនក៏បានដែរបាទសូមជាបញ្ជាក់ចុងក្រោយព្រោះផលិតផលគេបានមកគឺឃើញច្រើនមែនទែនបាទឥឡូវនេះគឺយើងមានផលិតផលច្រើនណាស់ដោយសារអីដោយសារជាតម្រូវការរបស់បងប្អូនប្រជាកសិករយើងបាទហើយបងប្អូនប្រជាកសិករយើងក៏សូមអរគុណដែរបាទជាពិសេសបាទលោកជំទាវឯកឧត្តមបាទលោកជំទាវដែលលោកគ្រប់គ្រងផលិតផលយើងមែនច្រើនមែនតើបាទដូចជាបាទឯកឧត្តមនៅខាងចកាកាស៊ូបាទគាត់យកបាទឈុតសម្រាប់ជីសម្រាប់សត្វល្អិតហើយនឹងអុកម៉ូននេះយើងទៅប្រើលើដំណាំកាស៊ូឥឡូវគាត់ថាកាស៊ូគាត់លឿនមែនតើល្អជាងគេបាទអានោះនៅពេលដែលគាត់ទៅប្រើបើគាត់ថាល្អមែនតើហើយគាត់ប្រើទៅលើដំឡូងក៏ដូចជាពូតនៅក្នុងកូនកាស៊ូមួយចំនួនហើយនឹងសដែកបាទអញ្ចឹងគឺឃើញថាល្អមែនតើហើយក៏អរគុណដែរឯកឧត្តមតែងតែគ្រប់គ្រងនៅផលិតផលរបស់យើងតែម្ដងបាទហើយឈុតទី2បាទគឺឈុតប្រើទៅលើសត្វបាទហើយបើឈុតនេះវិញបាទយើងអរគុណទៅដល់កសិដ្ឋានធំជាច្រើនបាទជាពិសេសបាទផ្លូវ51បាទជាដូចជា51អញ្ចឹងខ្ញុំអត់ចាំទេតែពីខ្នល់តតឹងយើងទៅខាងបាសិតចេញទៅបាដឹងនេះយើងមកជួរបាដឹងនេះកសិដ្ឋានធំមកដុំមកជួរកន្លែងបាសិតហ្នឹងគឺគាត់ប្រើតែផលិតផលយើងនេះមន់ដែលយើងហៅថាមន់កសិកម្មយើងហ្នឹងណាបាទឥឡូវនេះគាត់ប្រើជាផលិតផលរបស់យើងវិញច្រើនមែនទែនបាទសឹងថាមកជួរនៅបាដឹងហ្នឹងគាត់ប្រើអស់ហើយនៅផលិតផលរបស់យើងដោយសារគាត់ថាទី1អស់លុយតិចបាទទី2គឺប្រើទៅសัตว์របស់គាត់ធំធាត់លឿនដូចការប្រើអស់លុយច្រើនហើយអត់ងាប់ទៀតណាបាទអញ្ចឹងគឺគាត់ប្រើច្រើនហើយអាកសិដ្ឋានតុងយើងនៅបាសិតហ្នឹងល្អមែនតើហើយអញ្ចឹងប្រហែលជាគាត់កំពុងតែមើលដែរព្រោះគាត់តាមដានជារៀងរហូតហើយនៅមកដុំវត្តកន្លែងផ្លូវយើងចូលទៅបាសិតហ្នឹងណាបាទមកដុំហ្នឹងសិតតែស្រះត្រីហ្នឹងគាត់ប្រើផលិតផលបាទរបស់យើងនឹងច្រើនណាស់បាទអញ្ចឹងជាអរគុណដែរបាទបងប្អូនយើងលោកគ្រប់ត្របាទអូបើទាកប៉ាយើងនឹងនៅម្ដុំគៀនស្វាយនេះបាទគាត់ប្រើហើយជ្រូកអីហ្នឹងគាត់ថាគ្មានក្លិនគ្មានអីហើយធំលឿនមែនតើហើយបងមួយនៅគៀនស្វាយបងគាត់កំពុងញ៉ាំហើយព្រោះគាត់ថាតាមដានកម្មវិធីហ្នឹងរាល់ថ្ងៃហើយជាពិសេសតាមវត្ថុទូហ្នឹងគឺគាត់អត់ដែរចោលទេកម្មវិធីរបស់ខ្ញុំណាបាទហើយទី3ក៏យើងអរគុណដែរបងប្អូនយើងលោកប្រើប្រាស់ជាមួយផលិតផលរបស់យើងដែលធ្វើឲ្យបាទមេផ្សិតនេះដែលធ្វើឲ្យបងប្អូនយើងលោកយកទៅប្រើប្រាស់ហើយផ្សិតយើងប្រកបដោយទិន្នផលខ្ពស់បាទហើយអាហារបំពន់ផ្សិតបាទហើយយើងនឹងមានលក់ជូនដល់បងប្អូនយើងផងដែរបាទហើយក៏អរគុណដែរបងប្អូនយើងលោកគ្រប់គ្រងទូភ្ញាស់យើងបាទជាពិសេសបាទប្អូនវឿនបាទនៅខាងដំណាក់ចង្អើបាទដំណាក់ចង្អើហ្នឹងឥឡូវគាត់ថាទូធាមែនតើថ្ងៃណាយើងចុះទៅជាមួយគាត់ម្ដងបាទចុះយកព័ត៌មានឲ្យគាត់ជោគជ័យធំទៅលើទូភ្ញាស់ហ្នឹងហើយគាត់ភ្ញាស់កូនមន់លក់ឥឡូវហ្នឹងគាត់ថាជីភាពទូធាមែនតើហើយរើតែកូនមន់ឲ្យគេលក់អត់បានលក់ឲ្យគេអត់បានទៀតណាបាទហើយគាត់កំពុងតែរីកចម្រើនមែនតើហើយមុនហ្នឹងមិញហ្នឹងមុនចូលកម្មវិធីហ្នឹងគាត់ទេមកខ្ញុំទេបានជាប់ហ្នឹងបងទេទៅហ្នឹងខ្ញុំថាជាប់រវល់ហ្នឹងគឺជាប់មួយគាត់អញ្ចឹងគឺអរគុណដែរបាទបងអូនវឿនដែរគាត់បាទពីមុនមកគាត់អត់មានអីទេបាទហើយគាត់ជាធ្វើការជាអ្នកការពារបាទឥឡូវនេះគាត់ផ្លាស់ប្ដូរជីវិតរបស់គាត់ទៅជាកសិករពេញទំហឹងបាទគឺថាល្អមែនទែនណាបាទជាសន្តិសុខទេមុនដំបូងបាទគាត់សន្តិសុខការពារអីចឹងទៅគាត់ថាពិបាកអាយុក៏មិនបានដេកអីក៏មិនបានឥឡូវនេះគេអត់ទេបាទគាត់ថាចង់ដេកស្មាណាចង់អីស្មាណាក៏បានណាស្រួលបាទហើយអរគុណដែរបងប្អូនយើងដែលលោកទិញសំណាញ់សម្រាប់ក្របដំណាំរបស់យើងក៏ដូចជាសំណាញ់សម្រាប់ក្របនៅទ្រុងមន់បាំងទ្រុងមន់ទ្រុងទារបស់យើងបាទហើយក៏ជាពិសេសទៅដល់ម៉ាស៊ីនបាញ់បាច់ថ្នាំដែលយើងប្រើសូឡាតែម្ដងដែលយើងមានបច្ចេកវិទ្យាថ្មីណាបាទកុំឲ្យបងប្អូនយើងអស់សាំងច្រើនហើយនឹងផ្លាស្ទិកសម្រាប់ក្របដំណាំផងដែរបាទ
បាទឃើញថាអ្វីដែលលោកប្រធានលោកបានខិតខំពន្យល់នេះគឺថាបងប្អូនយើងលោកមានការចាប់អារម្មណ៍ហើយអ្វីក៏ដោយឲ្យតែយើងមានចំណេះមានជំនាញមានជំនឿបាទមានការជឿជាក់លើខ្លួនឯងហើយនឹងបូកផ្សំជាមួយនឹងការតស៊ូព្យាយាមកុំចុះចាញ់កុំរាថយនោះពិតជាទទួលផលទទួលជោគជ័យដូច្នេះហើយដើម្បីឲ្យបំណងលោកស្រីប្រិយមិត្តបងប្អូនប្រជាកសិករបានคลายពីក្តីសុបិនមកជាការពិតតាមរយៈបាទចាប់យកមុខរបរកសិកម្មនេះកុំភ្លេចបាទតាក់ទងព័ត៌មានលម្អិតបន្ថែមដើម្បីចូលរួមនៅក្នុងវគ្គបណ្ដុះបណ្ដាលបាទតាមរយៈលេខទូរស័ព្ទដែលកម្មវិធីរបស់យើងឡើងជូននៅលើកញ្ចក់ទូរទស្សន៍នេះលោកអ្នកបងប្អូនប្រជាកសិករគ្រប់ទីកន្លែងទាំងអស់នឹងបានជ្រាបអំពីព័ត៌មានដើម្បីចូលរួមនិងមកជួបនៅក្នុងវគ្គបណ្ដុះបណ្ដាលជាមួយនឹងលោកប្រធានផ្ទាល់បាទដោយពេលវេលារបស់យើងដល់ទៅហើយនោះបាទសូមអរគុណនឹងជូនពរលោកអ្នកបាទយើងជម្រាបលាតែប៉ុណ្ណេះជួបគ្នានៅសប្តាហ៍ក្រោយតាមពេលវេលានិងម៉ោងដដែលពេលនេះខ្ញុំបាទថៃគឹមឡុងរួមជាមួយលោកប្រធានចៅពេញណាំបាទប្រធានអង្គការអភិវឌ្ឍកសិកម្មធម្មជាតិកម្ពុជារួមជាមួយនឹងក្រុមការងារសូមអរគុណសូមអនុញ្ញាតជម្រាបលាតែត្រឹមប៉ុណ្ណេះបាទ